បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ទាំងអស់គ្នាទាំងបងប្អូននៅក្នុងស្រុកក៏ដូចជាបងប្អូនរស់នៅឯនេសមុទ្របាទថ្ងៃនេះក៏ដូចជាសប្តាហ៍មួយដងខ្ញុំតែងតែចែករំលែកព័ត៌មានតាក់ទងប្រាសាទឬក៏រឿងរ៉ាវតាក់ទងសាលាចារឹកជាវីដេអូខ្លីៗងាយស្រួលយល់បាទមិនមែនជាវីដេអូស្រាវជ្រាវស៊ីជម្រៅណាទេប៉ុន្តែរៀបរាប់ពីរឿងរ៉ាវដែលកន្លងទៅបាទថ្ងៃនេះគឺសូមលើកយកប្រធានបទថ្មីមួយទៀតគឺតាក់ទងនឹងសាលាចារឹកសំរោងហើយនឹងប្រវត្តិរបស់វត្តស្រះជុំអញ្ចឹងមុននឹងចូលលំអិតទៅប្រធានបទយើងខ្ញុំសូមចាប់អារម្មណ៍បន្តិចតាក់ទងនឹងមូលហេតុអ្វីដែលខ្ញុំលើកយកប្រធានបទនេះមកបង្ហាញជូនបងប្អូនបាទតាមហេតុគឺថាបន្ទាប់ពីខ្ញុំបានទៅទស្សនាសារមន្ទីរជាតិអង្គរនៅខេត្តសៀមរាបហ្នឹងខ្ញុំក៏បានចាប់អារម្មណ៍វិចិត្រសារមួយដែលគេដាក់តាំងពីសាលាចារឹកបុរាណខ្មែរយើងហ្នឹងឯងហើយក្នុងចំណោមនោះក៏មានសាលាចារឹកមួយដែលមើលទៅគួរឲ្យចាប់អារម្មណ៍និងមានលក្ខណៈពិសេសគឺថាមានចាជាអក្សរតូចលម្អិតប៉ុន្តែយើងមើលទៅខាងលើទៀតគឺថាកំពូលហ្នឹងរាងជាសាជីឬក៏ជាពីរ៉ាមីតហ្នឹងគឺសុទ្ធតែអក្សរចាទាំងអស់អញ្ចឹងមានថាសាលាចារឹកហ្នឹងគឺចាគ្មានកន្លែងណាទុកឲ្យទំនេរទេគឺតាំងពីកំពូលហើយមួយវិញទៀតគឺចាប់អារម្មណ៍នៅជ្រុងខាងទីខាងកើតហ្នឹងគឺមានចម្លាក់កឡោតខ្ពស់បង្ហាញពីចម្លាក់ដ៏រស់រវើកអំពីព្រះវិស្ណុគង់លើសត្វគ្រុឌហើយបើតាមស្លាកសញ្ញាដែលគេប្រាប់នោះគឺថាសាលាចារឹកសំរោងនេះមានលេខចុះបញ្ជីសារពើភ័ណ្ឌ CAK 055 N21 ហើយនឹងមានលេខសម្គាល់សាលាចារឹកគឺ K258 នៅស្រុកអង្គរធំខេត្តសៀមរាបដែលប៉ុន្តែជាសំណួរចាប់អារម្មណ៍ថាតើសាលាចារឹកនេះវាស្ថិតនៅកន្លែងណាមួយជាក់លាក់នៅក្នុងស្រុកអង្គរធំព្រោះស្រុកអង្គរធំវាមានឃុំវាមានភូមិហើយនឹងមានប្រាសាទជាច្រើនដូច្នេះខ្ញុំបានចាប់អារម្មណ៍ក្នុងការស្រាវជ្រាវដើម្បីស្វែងរកប្រភពថាតើសាលាចារឹកនេះមានរឿងរ៉ាវយ៉ាងណាហើយមានទីតាំងប្រកបមួយនៅកន្លែងណានៅក្នុងស្រុកអង្គរធំដើម្បីជាពន្លឺដើម្បីស្វែងរកទីតាំងសាលាចារឹកសំរោងនេះគឺខ្ញុំត្រូវអានឯកសារចាស់ៗរបស់លោកអ្នកប្រាជ្ញជនជាតិបារាំងកាលពីឆ្នាំ1901គឺលោកអៃម៉ូញ៉េដែលបានសរសេរនៅក្នុងសៀវភៅកម្ពុជាភាគ2ទំព័រ388ហើយនឹងមួយទៀតគឺលោកអ្នកប្រាជ្ញលោកសុកសេដេសដែលបានសរសេរបកប្រែសាលាចារឹកនេះនៅក្នុងសៀវភៅគាត់ Inscription de Cambodia មានសាលាចារឹកប្រទេសកម្ពុជាភាគ4ទំព័រ175ហើយផ្សាយនៅឆ្នាំ1952ហើយក្រៅពីនោះត្រូវតែពឹងពាក់លើផែនទី Google ហើយនឹងចុះដល់ទីតាំងកន្លែងនិងសម្ភាសប្រជាជននៅតំបន់នោះបាទតាមកំណត់ត្រារបស់លោកអៃម៉ូញ៉េដែលលោកបានសរសេរនៅក្នុងសៀវភៅរបស់លោកគឺកម្ពុជាភាគ2ទំព័រ388រៀបរាប់អំពីទីតាំងកន្លែងនេះគឺនៅឆ្នាំ1901លោកបាននិយាយថាមានព្រៃតូចមួយចម្ងាយ500ម៉ែត្រនៅភាគខាងជើងនៃភូមិសំរោងគឺមានរូបចម្លាក់តូចមួយចំនួនជាព្រះវិស្ណុនិងព្រះកណេសហើយនៅក្នុងនោះក៏មានសាលាចារឹកមួយផងដែរគឺគេដាក់រួមគ្នានៅក្នុងខ្ទមស្លឹកមួយហើយសាលាចារឹកនេះគឺមានកម្ពស់1.26 ម៉ែត្រហើយនឹងទទឹងគឺ42ហើយនឹង38សង់ទីម៉ែត្រមានន័យថាសាលាចារឹកនេះទំហំមុខគឺមិនស្មើគ្នាទេ មាន2ជ្រុង42សង់ទីម៉ែត្រនិង
ពីជ្រុងទៀតគឺ38សង់ទីម៉ែត្រប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកបានបញ្ជាក់ថាសិលាចារឹកនេះគឺមានកំពូលរាងដូចជាសាជីឬក៏ពីរ៉ាមីតហើយនៅខាងលើកំពូលនេះគឺគ្មានថ្មទំនេរទេគឺគេចារសិលាចារឹកទាំងអស់នៅលើផ្នែកខាងលើនេះលោកអៃម៉ូញ៉េបានឲ្យយើងដឹងបន្ថែមទៀតថាសិលាចារឹកភូមិសំរោងនេះគឺស្ថិតនៅខាងកើតនៃប្រាសាទចាប្រមាណ13គីឡូម៉ែត្របើគិតជាគីឡូម៉ែត្រឥឡូវនេះហើយនឹងស្ថិតនៅទិសឦសាននៃអង្គរធំហើយបើសិនយើងមើលពីលើផែនទី Google ទៅគឺប្រហែលត្រូវចំវត្តស្រះជុំហើយវត្តស្រះជុំនេះគឺមានស្លាកស្នាមគួរឲ្យចាប់អារម្មណ៍មែនទែនគឺនៅខាងកើតនោះគឺមានដូចជាកូនបារាយហើយមានកូនស្រះទូចព័ទ្ធជុំវិញវត្តស្រះជុំនេះហើយដើម្បីជ្រាបច្បាស់ថាតើវត្តស្រះជុំនោះមាននៅសល់ស្លាកស្នាមបុរាណអីខ្លះសូមទេសនាទាំងអស់គ្នាបាទហើយបើយើងមើលទីតាំងភូមិសាស្ត្ររបស់វត្តស្រះជុំនេះគឺស្ថិតនៅទិសឦសានចម្ងាយប្រមាណ7គីឡូម៉ែត្រពីអង្គរធំហើយសប្តាហ៍ថ្ងៃនេះគឺវត្តស្រះជុំនេះគឺស្ថិតនៅក្នុងភូមិសំរោងឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបគឺអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងគឺទីតាំងនេះគឺស្ថិតនៅក្នុងភូមិសំរោងដោយរបាយការណ៍អ្នកប្រាជ្ញបារាំងដែលពណ៌នាកាលពីឆ្នាំ1901របស់លោកអៃម៉ូញ៉េអញ្ចឹងយើងទៅពិនិត្យមើលខាងក្នុងទាំងអស់គ្នាហើយជាសំណាងល្អពេលដែលយើងមកដល់វត្តស្រះជុំនេះគឺថាជួបបងប្អូនពូមីងពុកម៉ែទាំងអស់បានប្រមូលគ្នាមកធ្វើពិធីពូតភ្នំខ្សាច់ដើម្បីឆ្លងចែកបាទហើយក៏បានសាកសួរពូអ្នកមីងនៅក្នុងពិធីនោះក៏បានរៀបរាប់ថានៅកណ្ដាលនៅទីធ្លាកណ្ដាលវត្តស្រះជុំនេះគឺជាទួលបុរាណមួយយូរលង់ណាស់មកហើយដែលចាស់ហ្នឹងប្រមូលថ្មបុរាណមានដូចជាជើងតម្រដូចជាបំណែកបដិមាហើយនឹងថ្មភក់ផ្សេងទៀតចូលមកកទុកធ្វើជាខ្ទមដាក់ក្រោយមកទៀតបានធ្វើជាអគារសំណង់ប្រក់ក្បឿងហើយអ្នកស្រុកហៅថាជាលោកតាបឡាត់ហើយនៅខាងក្រោយអគារលោកតាបឡាត់ហ្នឹងគឺថាមានគំនរធំវាយក្រៀមជាច្រើនគួរឲ្យចាប់អារម្មណ៍ហើយយើងមើលនៅក្នុងអគារថ្មរបស់លោកតាបឡាត់ហ្នឹងគឺមានថ្មមួយដូចជាថ្មកិនថ្នាំហើយដែលយើងទៅហៅថ្មបោះហើយថ្មបោះនេះតាមសម្ដីពូម្នាក់ថារកឃើញដោយក្មេងខ្វៀលគោនៅបារាយខ្ចាប់ហើយកាលពីដើមមុននោះថាទុកលើផ្ទះប៉ុន្តែក្រោយមកធ្វើឲ្យអ្នកផ្ទះនោះចេះតែឈឺក៏មិនហ៊ានទុកនៅផ្ទះក្រោយក៏យកមកតម្កល់នៅលោកតាបឡាត់នេះឯងចំពោះព័ត៌មានលម្អិតតកតងនឹងសិលាចារឹកសំរោងនេះវិញលោកសុស្ដេចបានសិក្សាយ៉ាងលម្អិតហើយផ្សាយនៅក្នុងសៀវភៅសិលាចារឹកកម្ពុជាតាំងពីឆ្នាំ1952ចឹងពីឆ្នាំ1952ដូច្នេះខ្ញុំសូមតែសង្ខេបអត្ថន័យដែលលោកបានសិក្សាស្រាវជ្រាវអំពីសិលាចារឹកសំរោងនេះលោកបានបញ្ជាក់ថានៅផ្នែកខាងលើឬកំពូលរបស់សិលាចារឹកសំរោងនេះមានរាងជាពីរ៉ាមីតឬសាជីចាជា4ជ្រុងនៅខាងកំពូលនោះមាន19បន្ទាត់17បន្ទាត់15បន្ទាត់និង8បន្ទាត់ហើយនៅលើជ្រុងទាំង3មានអក្សរចាតូចលើកលែងតែជ្រុងមួយនៅខាងកើតមានចម្លាក់ព្រះវិស្ណុជិះគ្រុឌយ៉ាងធំនៅគ្រប់ជ្រុងទាំងអស់តាំងពីកំពូលរហូតដល់ជ្រុងទាំង3នៅខាងក្រោមទៀតគឺមានសិលាចារឹកទាំងអស់សរុបចំនួន239បន្ទាត់នៅជ្រុងខាងជើងនិងខាងលិចគឺលោកសុស្ដេចបានសង្ខេបថាចាប់ផ្ដើមដោយពាក្យសិទ្ធិស្វាស្តិហើយបានបញ្ជាក់ថាទី1គឺនៅឆ្នាំ1015សកៈគឺត្រូវនឹងឆ្នាំ1093គ្រិស្តសករាជគឺបានស្ថាបនាផាត្រេស្វារាស្រម
មានន័យថាឆ្នាំ1093នៃគ្រិស្តសករាជហ្នឹងគឺស្ថាបនាអាស្រមមួយថ្វាយចំពោះផាត្រេស្វរៈទេពផាត្រេស្វរៈហើយទី2នៅឆ្នាំ1016សករាជត្រូវនឹងឆ្នាំ1094គ្រិស្តសករាជស្ថាបនាអាស្រមមួយទៀតឈ្មោះស៊ីវយោគីស្វរៈប៉ុន្តែនៅជ្រុងខាងត្បូងគឺចាជាភាសាសំស្ក្រឹតនិយាយពីស្ថាបនាអាស្រមស៊ីវយោគីស្វរៈមុននឹងអាស្រមផាត្រេស្វរៈនៅផ្នែកខាងភាសាសំស្ក្រឹតបន្ទាប់ពីនិយាយអំពីការបូជាដល់ព្រះសិវៈក៏បាននិយាយអំពីព្រះរាជាមួយអង្គដែលបានសោយរាជ្យគឺព្រះនាមព្រះបាទធរណេន្ទ្រវរ្ម័នទី1គឺនៅឆ្នាំ1029សករាជគឺស្មើនឹង1107នៃគ្រិស្តសករាជហើយបន្ទាប់មកបានរៀបរាប់ពីអ្នកនិពន្ធសិលាចារឹកនេះឈ្មោះថាយោគីស្វរបណ្ឌិតគាត់ជាក្មួយរបស់ព្រាហ្មណ៍ម្នាក់ដ៏ល្បីល្បាញខ្សែខាងម្ដាយឈ្មោះយោគីស្វរបណ្ឌិតដែរហើយគាត់បានរៀបការជាមួយបុត្រីរបស់ព្រះបាទសូរ្យវរ្ម័នទី1និងព្រះនាងវីរលក្ស្មីគាត់ធ្លាប់ជាព្រាហ្មណ៍បម្រើការតាំងពីរាជព្រះបាទឧទ័យទិត្យវរ្ម័នទី2នេះមានន័យថាឃ្លានេះចង់និយាយអំពីព្រាហ្មណ៍ដែលជាក្មួយឈ្មោះយោគីស្វរបណ្ឌិតដែលចាសិលាចារឹកសំរោងនេះធ្លាប់បម្រើការតាំងពីរាជការក្នុងរាជព្រះបាទឧទ័យទិត្យទី2ដែលពេលនោះព្រះអង្គតែងតាំងលោកជាប្រធានអាស្រមហើយបន្តដល់រាជហសវរ្ម័នទី3ជ័យវរ្ម័នទី6និងរហូតដល់ធរណេន្ទ្រវរ្ម័នទី1ហើយក្រៅពីនោះក៏និយាយអំពីស្ថាបនារូបព្រះវិស្ណុនិងបញ្ជីខ្ញុំបម្រើព្រមទាំងទិញដីធ្លីផងដែរអញ្ចឹងសរុបសេចក្តីមកតាមការសង្កេតទីតាំងផ្ទាល់ដែលមានរបស់របរថ្មបំណែកថ្មជើងកម្របំណែកបដិមាហើយនឹងការសាកសួរព័ត៌មានប្រជាជននៅទីនេះហើយបូករួមនឹងឯកសាររបស់អ្នកប្រាជ្ញបារាំងចាស់ដែលរៀបរាប់ហើយនឹងជាពិសេសការបកស្រាយសិក្សាលម្អិតអំពីសិលាចារឹករបស់លោកសុកស្ដេចនេះមានថាទីតាំងវត្តស្រះជុំនេះពិតជាកន្លែងដែលតម្កល់សិលាចារឹកសំរោងនេះមែនតែនិយាយអំពីអាស្រមតកតងនឹងផាត្រេស្វរៈនិងយោគីស្វរៈសូមអរគុណច្រើនដល់បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ទាំងអស់គ្នាបាទចឹងសូមជួបគ្នានៅវីដេអូស្រាវជ្រាវខ្លីលើកក្រោយទៀតបាទបងប្អូនចូលចិត្តនិងគាំទ្រលើកទឹកចិត្តគម្រោងស្រាវជ្រាវពីភាសាបុរាណខ្មែរនេះសូមបងប្អូនចុច Subscribe Like ហើយនិង Share ទាំងអស់គ្នាបាទសូមអរគុណច្រើន